មានបងប្អូនសួរនៅក្នុងខមមិនថាតើរឿងរ៉ាវរបស់អ្នកស្រីទឹកវិចារាដានីបងប្អូនស្គាល់ណាអ្នកស្រីទឹកវិចារាដានីគឺជាតួកុនតួឯកស្រីក្នុងកុនខ្មែរទសវត្សរ៍ឆ្នាំ60ដល់ល្បីល្បាញដែលជាដៃគូសម្ដែងរបស់លោកគង់សំអឿននិងតារាភាពយន្តខ្មែរយើងនាទសវត្សរ៍នោះជាច្រើនហើយគាត់មានរូបសម្រស់ស្អាតណាស់បងប្អូនក៏ហៅសម្រស់ធម្មជាតិប៉ុន្តែអ្វីមួយដែលយើងដឹងគឺអ្នកស្រីទឹកវិចារាដានីគាត់មានកម្ពស់ទាបនោះទេបាទគាត់ថាមុខមាត់គាត់ចេញមកគឺអំណោយទានហ្មងគាត់ស្អាតគាត់រស់រាយរាក់ទាក់ហើយសបោអ្នកស្រឡាញ់គាត់ណាបើនិយាយទៅស្រឡាញ់ដោយសារតែរូបសម្រស់ស្រស់ស្អាតរបស់គាត់ហើយនឹងអត្តចរិតដ៏ល្អរបស់គាត់នារីខ្មែរយើងនាចំនួនដើមយើងដឹងហើយគឺសុទ្ធតែជាមនុស្សដែលគេហៅថាអេរិយាបថល្អប្រសើរអញ្ចឹងទៅបាទបងប្អូនដែលគាត់ឆ្ងល់នឹងគាត់សួរថាតើមុនពេលដែលអ្នកស្រីទឹកវិចារាដានីនឹងគាត់លាចាកលោកយើងទៅគាត់លាចាកទៅដោយសារក្រុមប៉ុលពតសម័យប៉ុលពតបងប្អូនបានរំលោភបានយកឈើយកអីទៅចាក់ឆ្កឹះអីដោយការផ្សាយនឹងអត់បាទអញ្ចឹងនៅពេលដែលមានសំណួរនេះឡើងខ្ញុំភ្ញាក់ព្រឹតបាទភ្ញាក់ដោយសារតែធ្លាប់ឮរឿងហ្នឹងគ្រាន់តែថាអត់ធ្លាប់បានទៅប្រម៉ែប្រមូលព័ត៌មាននៃច្បាស់លាស់ប្រភព1ប្រភព2ប្រភព3មកនិយាយទេតែឥឡូវដូចបងប្អូនគាត់ចង់ឲ្យយើងនិយាយបងប្អូនអញ្ចឹងខ្ញុំនឹងរកចម្លើយជូនបងប្អូនឆាប់គ្រាន់ថាពេលនេះលើកជាសំណួរមកសិនបើសិនបើមានបងប្អូនណាអាចចូលរួមឆ្លើយបានខ្លះមានប្រភពណាខ្លះអាចចូលរួមឆ្លើយនៅក្នុងវីដេអូ50មកក៏បានដែរបងប្អូនទាំងគ្នាអីទេព្រោះអីព័ត៌មានដែលយកមកធ្វើការផ្សព្វផ្សាយមួយត្រូវតែជាព័ត៌មានច្បាស់ការអត់អាចចេះតែនឹកឃើញហើយយកមកនិយាយទាំងខុសអីបានទេណាមួយប្រភេទហ្នឹងគេហៅប្រភេទដែលពាក់ព័ន្ធទៅនឹងជីវិតរបស់មនុស្សនៅក្នុងសង្គមអញ្ចឹងយើងអត់អាចទោះបីគាត់មិននៅលើโลกនេះតទៀតប៉ុន្តែយើងអត់អាចចង់និយាយអីបានតាមចិត្តទេយ៉ាងហោចណាស់មានការបញ្ជាក់ត្រឹមត្រូវពីប្រភព1ប្រភព2ប្រភព3អញ្ចឹងទៅបាទអញ្ចឹងអរគុណបងប្អូនដែលបានទស្សនាវីដេអូខ្លីនេះហើយចម្លើយនឹងធ្វើការបកស្រាយនៅវីដេអូក្រោយឆាប់ៗនេះបាទ